កូនជាទីស្រឡាញ់របស់ខ្ញុំមានមោទនភាពដែលឃើញអ្នកធំឡើងនិងក្លាយជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវជីតាខ្ញុំបានរៀនមេរៀនជីវិតសំខាន់មួយចំនួនដែលខ្ញុំចង់ចែករំលែកជាមួយអ្នកនៅថ្ងៃនេះដំបូងរៀនដឹងគុណចំពោះអ្វីដែលអ្នកមានមិនដែលយកអ្វីមួយដោយឥតប្រយោជន៍ដូចដែលអ្វីទាំងអស់អាចត្រូវបានដកចេញភ្លាមទី2រៀនស្មោះត្រង់និងស្មោះត្រង់ជាមួយខ្លួនឯងនិងអ្នកដទៃការពិតគឺតែងតែចូលចិត្តកុសទី3កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមនុស្សគ្រប់រូបមានផ្លូវផ្ទាល់ខ្លួនក្នុងជីវិតហើយវាសំខាន់ណាស់ក្នុងការធ្វើតាមរបស់អ្នកទី4ថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកនេះមានន័យថាចំណាយពេលសម្រាប់ហាត់ប្រាណនិងញ៉ាំអាហារដែលមានសុខភាពល្អទី5ទទួលយកហានិភ័យហើយដើរចេញពីតំបន់សុខស្រួលរបស់អ្នកនោះហើយជាកន្លែងដែលការលូតលាស់និងការរៀនសូត្រកើតឡើងទី6បង្កើតទំនាក់ទំនងដែលមានសុខភាពល្អជាមួយគ្រួសាររបស់អ្នកមិត្តភក្តិនិងសហការីទី7ត្រៀមខ្លួនជានិច្ចដើម្បីរៀនអ្វីថ្មីពិភពលោកកំពុងវិវត្តឈប់ឈរហើយវាសំខាន់ណាស់ក្នុងការរក្សាបច្ចុប្បន្នភាពទី8កុំខ្លាចក្នុងការសុំជំនួយពេលអ្នកត្រូវការទី9រស់នៅក្នុងពេលបច្ចុប្បន្ននិងកោតសរសើររាល់ពេលនៃជីវិតទីបំផុតចងចាំជានិច្ចថាអ្នកទទួលខុសត្រូវចំពោះសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកនិងជោគជ័យមេរៀនទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំពេញមួយជីវិតរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាពួកគេនឹងសម្រាប់អ្នកផងដែរខ្ញុំស្រឡាញ់អ្នកកូនរបស់ខ្ញុំរីករាយនឹងជីវិត